បងសម្រាប់ទិវាកុមារអន្តរជាតិថ្ងៃ1មិថុនាតើសម្រាប់ clinic យើងមានជាសារអីដើម្បីដាំផ្ញើទៅកាន់ឪពុកម្ដាយដែលមានកុមារតូចៗនៅក្នុងបន្ទប់នោះសំខាន់ជាងគេខ្ញុំចង់ឲ្យកុមារនិងឪពុកម្ដាយហ្នឹងចេះថែសុខភាពហើយឥឡូវហ្នឹងខ្ញុំឃើញមានមនុស្សឲ្យឡើងទម្ងន់ច្រើនកើតជំងឺធាត់ច្រើនអញ្ចឹងខ្ញុំចង់និយាយអំពីជំងឺធាត់និងផលប៉ះពាល់របស់វាដើម្បីឲ្យឪពុកម្ដាយចិញ្ចឹមកូនហ្នឹងមានការយល់ដឹងហើយនឹងធ្វើម៉េចឲ្យកុមារទាំងអស់គ្នាហ្នឹងចូលរួមជាមួយឪពុកម្ដាយស្ដាប់ឪពុកម្ដាយដើម្បីទប់ស្កាត់ជំងឺធាត់និងផលប៉ះពាល់របស់វាចា៎បាទបងតើរហូតមកដល់ថ្ងៃនេះតើស្ថានភាពជំងឺធាត់នៅទូទាំងពិភពលោកក៏ដូចជានៅក្នុងកម្ពុជាយើងនឹងមានស្ថានភាពមិនដែរបងតាមការមើលឃើញរបស់បងបើយើងសង្កេតមើលកាលពីជាង10ឆ្នាំមុនហ្នឹងឃើញថានៅអាស៊ីអាគ្នេយ៍អាស៊ីខាងត្បូងយើងហ្នឹងមានការឡើងទម្ងន់ខ្លាំងណាស់បើយើងប្រៀបធៀបទៅលើប្រទេសទាំងអស់នៅលើពិភពលោកហ្នឹងឃើញនៅអាស៊ីអាគ្នេយ៍ហ្នឹងគឺឡើងខ្លាំងជាងគេហើយបើសិនជាយើងមើលឲ្យដល់ទៅសូម្បីតែប្រទេសដែលអត្រានៃការធាត់ហ្នឹងមានតិចដូចជាប្រទេសខ្មែរយើងជាដើមហ្នឹងអត្រានៃការធាត់ហ្នឹងមានទាបជាងគេហើយក៏មានការកើនឡើងដែរហើយគេគិតថានៅក្នុងអំឡុងឆ្នាំ2020ទៅ2035ហ្នឹងការឡើងហ្នឹងនៅតែបន្តកើនឡើងខ្លាំងរហូតមកដល់ពេលនេះបើយើងសង្កេតមើលទៅឃើញមនុស្សយ៉ាងតិច2នាក់ក្នុងចំណោម10នាក់ហ្នឹងកើតជំងឺធាត់ហ្នឹងហើយអ្នកខ្លះទើបនឹងកើតជំងឺលើសទម្ងន់ទេមិនទាន់កើតជំងឺធាត់ទេហើយដោយសារវាមានផលប៉ះពាល់ច្រើនចឹងឯងបានឆ្លៀតក្នុងឱកាសនេះគឺជាទិវាកុមារអន្តរជាតិហ្នឹងដើម្បីពន្យល់ដល់ឪពុកម្ដាយហើយសូមឲ្យក្មួយៗហ្នឹងហើយមានការយល់ដឹងអំពីទប់ស្កាត់ជំងឺធាត់ហ្នឹងតាំងពីក្មេងទៅបើមិនអញ្ចឹងទេទោះជាពីក្មេងមិនធាត់ក៏ពេលដែលយើងចាស់ទៅយើងធាត់ដែរចា៎គឺអាចកត់សម្គាល់បានទេបងថាតើមូលហេតុអីដែលអាចបណ្ដាលឲ្យកុមារធាត់ជាងគេអញ្ចឹងថ្ងៃហ្នឹងយើងនិយាយអំពីការឡើងទម្ងន់ជ្រុលហួសហេតុចាអញ្ចឹងវាមានមូលហេតុច្រើនបញ្ចូលគ្នាក៏ប៉ុន្តែបើយើងសង្កេតមើលទៅក្រៅពីកត្តាដំណពូជគឺមនុស្សដែលគាត់ឡើងទម្ងន់ហួសកំណត់ហ្នឹងគឺដោយសារចំណីអាហារមូលហេតុទី1ដែលសំខាន់ជាងគេហ្នឹងគឺគាត់ញ៉ាំចំណីអាហារខុសដែលអាហារទាំងអស់ហ្នឹងវាខុសត្រង់ថាវាមិនសូវសម្បូរសារធាតុជីវជាតិដើម្បីទ្រទ្រង់ចិញ្ចឹមមនុស្សឲ្យលូតលាស់ទាំងរាងកាយទាំងផ្លូវចិត្តប៉ុន្តែវាជាប្រភេទអាហារដែលសម្បូរតែថាមពលបង្កការរលាកអញ្ចឹងពួកអស់ហ្នឹងគឺជាអាហារ fast food អាហារដែលគេវេចខ្ចប់អាហារដែលគេកំងពី restaurant ដែលដឹកជញ្ជូនមកភ្លាមដែលហៅភ្លាមបានភ្លាមងាយហើយមានពេលខ្លះក្រៅពីមិនបាច់រៀបចំហ្នឹងគឺញ៉ាំហើយមិនបាច់លាងចានទៀតគ្រាន់តែប្រមូលបោះចោលជាការស្រេចអញ្ចឹងអាការដែលយើងញ៉ាំអាហារបែបហ្នឹងច្រើនហើយអាហារបែបហ្នឹងជាទូទៅវាខ្វះសារធាតុចិញ្ចឹមសារធាតុទ្រទ្រង់គ្រឿងក្នុងការលូតលាស់ខួរក្បាលការលូតលាស់រាងកាយឲ្យប្រព័ន្ធការពារយើងនិងគ្រឿងក្នុងរបស់យើងបំពេញតួនាទីខ្លួនឯងបានល្អហ្នឹងវាអត់សូវមានអាហារទាំងអស់ហ្នឹងទេដូចជារ៉ែដូចជាវីតាមីនដូចជាអាហារដែលគេហៅ antioxidant គឺប្រឆាំងនឹងការរលាកផងប្រឆាំងនឹងការចាស់ផងហើយជួសជុលរាងកាយផងជួយសម្លាប់មេរោគផងជួយការពារការកើតមហារីកផងអីហ្នឹងគឺអត់មានទេពួកគេហ្នឹងញ៉ាំតែអាហារវេចខ្ចប់នឹងឲ្យការដែលកំងបានភ្លាមងាយរួចហើយក្រៅពីហ្នឹងគឺពួកគេញ៉ាំអាហារសម្រន់និងភេសជ្ជៈអញ្ចឹងអាហារសម្រន់និងភេសជ្ជៈដែលសម្បូរថាមពលយកទៅសង្កត់បន្ថែមទៅលើអាហារដែលសម្បូរថាមពលពេលប្រចាំពេលព្រឹកថ្ងៃល្ងាចដែលមានច្រើនស្រាប់ហើយហ្នឹងអញ្ចឹងគាត់បន្ថែមពីលើអាហារសម្រន់ហ្នឹងហើយនឹងភេសជ្ជៈទៀតដល់ពេលអញ្ចឹងទៅអ្វីដែលលើសហ្នឹងគឺវាធ្វើឲ្យយើងឡើងទម្ងន់ហើយសំខាន់ជាងគេអ្វីដែលគាត់ញ៉ាំវេចខ្ចប់ឲ្យលឿនហ្នឹងគឺវាអត់មានសារធាតុទ្រទ្រង់អត់មានសារធាតុដែលបំបត្តិការរលាកដែលកុំឲ្យយើងធាត់នោះទេចា៎អញ្ចឹងមូលហេតុផ្សេងទៀតអ្នកខ្លះគាត់មិនចេះញ៉ាំអាហារfast food ទេក៏ប៉ុន្តែការចម្អិនហ្នឹងវាការចម្អិនខុសប្រក្រតីគាត់បន្ថែមស្ករបន្ថែមគីមីបន្ថែមរសជាតិច្រើនពេកហើយឆ្អិនហើយគាត់នៅតែបន្ថែមគីមីបន្ថែមរសជាតិទៀតឧទាហរណ៍ថាម្ហូបនេះឆ្អិនហើយក៏ប៉ុន្តែគាត់ជ្រលក់ទឹកបាញ់ប៉ោះគាត់ជ្រលក់ទឹកម្ទេសទឹកស៊ីអ៊ីវទឹកជ្រលក់ផ្សេងដាក់បន្ថែមពីលើទៀតហើយគាត់ជៀនគាត់បំពងអីខូចគុណភាពអស់តែអាបន្លែស្រស់ហ្នឹងសាច់ស្រស់ហ្នឹងវាមានការខ្វះអញ្ចឹងសាច់ហ្នឹងគាត់យកមកលាងទឹកហើយគាត់មកកក់នៅក្នុងថង់ផ្លាស្ទិកជ័រហ្នឹងចោលរយៈពេលច្រើនថ្ងៃ
ឲ្យតែបង្កក់គឺគុណភាពអាហារដែលយកទៅចិញ្ចឹមហ្នឹងវាធ្លាក់ចុះបាត់ហើយទម្រាំតែយកវាទៅចៀនយកវាទៅបំពងយកវាទៅកំឡោចដុតខ្វៃអីទៀតអាហ្នឹងវាធ្វើឲ្យគុណភាពអាហារដែលចិញ្ចឹមដែលបាត់រលាកកុំឲ្យធាត់ឲ្យស្គមឲ្យមានរាងរៅហ្នឹងគឺវាកាន់តែតិចទៅចាស់ហើយមួយទៀតខ្វះផ្លែឈើរបស់ខ្មែរចូលចិត្តតែផ្លែឈើរបស់បរទេសហើយជាពិសេសអាផ្លែឈើដែលសម្បូរស្ករខ្លាំងណាដូចជាទំពាំងបាយជូរដូចជា strawberry ហើយមានផ្លែឈើមួយចំនួនទៀតដែលវាសម្បូរស្ករខ្លាំងហ្នឹងគឺពួកគាត់ចូលចិត្តញ៉ាំចំណែកផ្លែឈើដែលអត់សូវសម្បូរស្ករយើងឧទាហរណ៍ដូចជាកំពីងរាជដែលយើងបេះមកថ្មីជាលក់អំបិលម្ទេសតិចហើយញ៉ាំទឹកឲ្យច្រើនអីហ្នឹងយូរម្ដងតាមរដូវកាលដូចជាព្រីងទុំអីហ្នឹងគាត់អត់សូវញ៉ាំទេឬក៏អ្នកខ្លះមិនដែលញ៉ាំតែម្ដងចា៎នៅមានមូលហេតុចម្បងដែលធំមួយទៀតហ្នឹងគឺពួកគាត់ហ្នឹងទូទៅអត់មានចលនារាងកាយគ្រប់គ្រាន់អត់មានការហាត់ប្រាណសំខាន់គឺចលនារាងកាយគឺអាសម្រាកប្រុងអារត់លេងកូនក្មេងឥឡូវអត់រត់លេងដោយក្មេងចំនួនដើមទេអញ្ចឹងពួកគេចំនួនដើមហ្នឹងរត់លេងគេហក់លោតច្រើននៅក្នុងផ្ទះទូទៅពីមុនហ្នឹងតែងតែមានទីធ្លានៅខាងមុខផ្ទះឲ្យយើងរត់លេងអញ្ចឹងឥឡូវហ្នឹងអត់មានហើយបើមានផ្ទះល្វែងអញ្ចឹងវាមានអីវ៉ាន់នៅក្នុងហ្នឹងច្រើនពេកអាខ្យល់ហ្នឹងវាអត់បរិសុទ្ធតែអញ្ចឹងទៅវាខ្វះកន្លែងរត់លេងផងខ្វះខ្យល់ដកដង្ហើមដែលបរិសុទ្ធផងចាអញ្ចឹងពេលអញ្ចឹងទៅធ្វើឲ្យយើងនឹងឃ្លានខ្លាំងអញ្ចឹងអបសុកទៀតហើយមានពេលខ្លះទៀតពេលដែលយើងអត់ធ្វើអីយើងញ៉ាំហើយយើងអង្គុយលេងអញ្ចឹងអារបស់ធម្មពលនោះវាចេះតែកកទៅជាអាហារបំរុងហើយមានពេលខ្លះទៀតវាជាកត្តាដំណរពូជប៉ុន្តែកត្តាដំណរពូជនឹងវាតិចតួចទេហើយក្រៅពីនឹងទៀតនឹងគឺពួកគាត់នឹងផ្ទុកគីមីផ្ទុកមេរោគដែលបង្កការរលាកនឹងច្រើនអញ្ចឹងមានគីមីរលាកមានមេរោគបង្ករលាកអញ្ចឹងឲ្យទៅរលាកមានជាតិពុលអញ្ចឹងមានជាតិពុលចាប់ទឹកទុកអញ្ចឹងអាទឹកហ្នឹងវាជាទម្ងន់ទឹក1លីត្រ1គីឡូ1លីត្រ1គីឡូអញ្ចឹងគាត់ឡើងទម្ងន់អញ្ចឹងដែរចាក្នុងស្ថានភាពដូចបច្ចុប្បន្ននេះបងបានលើកឡើងមូលហេតុច្រើនអញ្ចឹងតើយើងធ្វើម៉េចដើម្បីទប់ស្កាត់ការធាត់របស់កុមារនឹងបានទៅចាអញ្ចឹងត្រូវឲ្យមានការយល់ដឹងជាពិសេសពីសំណាក់ឪពុកម្ដាយជីដូនជីតាដែលចិញ្ចឹមក្មេងនិយាយរួមគឺយើងមានពេលទំនេរយើងកុំបង្រៀនគាត់ទៅញ៉ាំអាហារខាងក្រៅ hamburger pizza នំ cake អីអញ្ចឹងគឺយើងយកពេលទំនេរហ្នឹងបង្រៀនគាត់ឲ្យញ៉ាំម្ហូបអាហារខ្មែរដែលក្នុងនោះមានបន្លែច្រើនមានគ្រឿងម្ជូរគ្រឿងសុទ្ធតែជារបស់ដែលជួយឲ្យបាត់រលាកអញ្ចឹងឲ្យតែមានគ្រឿងនឹងមានអាម្ជូរធម្មជាតិហ្នឹងគឺយើងអាចនឹងកាត់បន្ថយការរលាកបានហើយណាមួយបន្លែរបស់ខ្មែរយើងហ្នឹងគឺវាសម្បូរបែបសម្បូរហ្នឹងគឺសិតតែជាបន្លែដែលធ្វើឲ្យឆាប់ធំសិតតែបន្លែធ្វើឲ្យស្អាតធ្វើឲ្យយើងស្អាតហ្នឹងគឺដូចថាស្បែកស្អាតសក់កញ្ចក់អីវាស្អាតអញ្ចឹងណាចាហើយវាធ្វើឲ្យយើងហ្នឹងកុំឲ្យធាត់កុំឲ្យរលាកហើយកាត់បន្ថយជាតិពុលចេញពីក្នុងខ្លួនយើងតាមរយៈការបត់ជើងស្រួលការបត់ជើងតូចក៏អស់ពីខ្លួនការបត់ជើងធំក៏អស់ពីខ្លួនអញ្ចឹងទៅអាទម្ងន់ហ្នឹងវាស្រកតាមហ្នឹងចាហើយនៅក្នុងហ្នឹងយើងអាចមានបន្លែហ្នឹងវាគ្រប់បុកគ្រប់ពណ៌គ្រប់រសជាតិតែម្ដងមិនថាអាកពុលអាល្វីងអាមានក្លិនស្អុយតិចដូចថាយើងញ៉ាំកញ្ឆែតយើងញ៉ាំកធំថេតញ៉ាំ7ទឹកអីចឹងញ៉ាំស្អប់អីចឹងវាមានក្លិនស្អុយតិចនៅក្នុងហ្នឹងហើយអាស្អុយបត់ធ្យូមហ្នឹងដូចជាយើងញ៉ាំស្ពៃក្តោបខ្ទឹមបារាំងខ្ទឹមសខ្ទឹមក្រហមអីហ្នឹងខ្ញីឬមួយក៏ពងមាន់ពងទាហ្នឹងអាហ្នឹងសុទ្ធតែជាអាហារមានគេហៅ sulfur containing amino acid ហ្នឹងវាមានក្លិនស្អុយតិចនៅក្នុងហ្នឹងដែលយកទៅបន្សាបជាតិពុលបានចាហើយពេលយើងមានពេលទំនេរតិចតួចក៏ដោយគឺក្រៅពីយើងសម្រាប់ប្រុងហាត់ប្រាណហ្នឹងយើងអាចនាំគ្នារាំលេងរាំម្នាក់ឯងក៏កើតរាំ2នាក់ក៏កើតរាំជាមួយឪពុកម្ដាយនិងកូនហ្នឹងក៏កើតហើយរាំមួយបទរាំ5បទអីស្រេចនឹងចិត្តតាមពេលវេលារបស់ខ្លួនទៅហើយម្យ៉ាងទៀតគឺការដែលរាំហ្នឹងក្រៅពីយើងមានចលនារាងកាយយើងបន្ថយអាហារដែលយើងញ៉ាំច្រើនពេកដែលនៅសល់កុំឲ្យឡើងទម្ងន់ហ្នឹងគឺយើងអាចបញ្ចេញជាតិពុលទៅតាមយើងអញ្ចឹងបញ្ចេញជាតិពុលតាមទឹកនោមក៏ល្អបញ្ចេញជាតិពុលតាមកាពះពោះវៀនក៏ល្អហើយសំខាន់ជាងនឹងទៀតគឺយើងមានការសប្បាយរីករាយនៅក្នុងក្រុមគ្រួសារអញ្ចឹងធ្វើឲ្យកុមារហ្នឹងវាមានការលូតលាស់ផ្លូវចិត្តតិចតិចជុំសុខដុមរមនាចា៎មន្ទីរពហុព្យាបាលលីស្រីវីណាមានសេវាពិនិត្យជំងឺទូទៅសម្រាប់មនុស្សចាស់និងកុមារសេវាចាក់វ៉ាក់សាំងគ្រប់ប្រភេទសម្រាប់កុមារនិងមនុស្សចាស់ក្រៅពីនោះយើងមានសេវាផ្សេងទៀតដូចជាវះកាត់ទូទៅនិងវះកាត់ដោយចោះរន្ធតូចសេវាសម្ភពនិងរោគស្ត្រីព្យាបាលជំងឺស្ត្រីកំពុងពោពោះនិងស្ត្រីឈឺរ៉ាំរ៉ៃក្រោយឆ្លងទន្លេ
មានសេវាពិនិត្យនិងបង្ការជំងឺបេះដូងមានសេវាឆ្លុះក្រពះពោះវៀនពិនិត្យរុករកមូលហេតុនិងព្យាបាលជំងឺក្រពះពោះវៀនវះកាត់ជំងឺក្រពះពោះវៀនគ្រប់ប្រភេទពិនិត្យរុករកជំងឺមហារីកប្រព័ន្ធរំលាយអាហារមានសេវាថត CT scan មានសេវាថតអេកូគ្រប់ប្រភេទនិងអេកូបេះដូងមានសេវាថត X-ray មានសេវាពិនិត្យសុខភាពជាកញ្ចប់តាមតម្រូវការសេវារុករកនិងព្យាបាលជំងឺកាមរោគទាំងក្នុងសរីរាង្គភេទនិងសរីរាង្គផ្សេងទៀតសេវាជូនអ្នកជំងឺទៅពេទ្យនៅក្រៅប្រទេសនិងបន្តការតាមដានជំងឺក្នុងប្រទេសសេវាព្យាបាលជំងឺឆ្លងគ្រប់ប្រភេទមានសេវារុករកនិងបង្ការជំងឺមហារីកគ្រប់មុខមានសេវាធ្វើតេស្តរុករកនិងព្យាបាលមេរោគគ្រប់ប្រភេទដូចជាព្រូនសត្វល្អិតផ្សិតបាក់តេរីនិងវីរុសមានសេវាធ្វើតេស្តឈាមលាមកទឹកនោមសំណាកក្នុងមាត់ច្រមុះបំពង់កនិងសរីរាង្គភេទបុរសនិងស្ត្រីមានសេវាពិនិត្យសុខភាពទូទៅក្នុងមាត់ដូចជាដំបៅមហារីកប្រឈមនឹងមហារីកផ្សិតអណ្ដាតរលាកបំពង់ករលាកអញ្ចាញបញ្ហាក្លិនមាត់